ពីក្មេងខ្ញុំធ្លាប់ឃើញម៉ាក់ខ្ញុំផ្ទាល់ហ្មងពេលដែលឆ្លោះគ្នាជាមួយប៉ាខ្ញុំលក្ខណៈថាប៉ាខ្ញុំឲ្យគេឆ្លោះគ្នាគេធ្វើចេះមកលុយដែលអញហូបបានទៅប្រហែលយកមកឲ្យអញវិញដល់ពេលហើយម៉ាក់ខ្ញុំគេនិយាយមកគេថាហ៎យកវិញអញត្រូវការហើយខ្ញុំរត់ទៅប្រចេះម៉ែខ្ញុំថាចេះហីម៉ែឲ្យវិញទៅអីដល់ពេលហើយគេបោះឲ្យប្តីគេវឹបខ្ញុំគ្រាន់តែឃើញចឹងភ្លាមចាំកាប៉ាសំលុយចឹងនិយាយចឹងណាអាហ្នឹងហើយវាជាឱកាសរបស់យើងព្រោះម៉ែយើងវារៀងរិះចឹងនិយាយចឹងហើយដល់ពេលហើយខ្ញុំបានគិតក្នុងចិត្តថាចេះពេលដែលខ្ញុំធំឡើងខ្ញុំនឹងយកលុយប្តីខ្ញុំឲ្យអស់ហើយខ្ញុំនឹងមិនទោះជាបើសិនជាថ្ងៃណាមួយដែលប្តីខ្ញុំលើកយកលុយខ្ញុំនឹងបដិញ្ញាចិត្តធ្វើមុខក្រាស់ផុតលេខហ្មងគឺមិនឲ្យដាច់ខាតចឹងនិយាយចឹងណាមិនភ្លឺទេ